បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងត្រឡប់មកជួបគ្នាទៀតហើយជាមួយនឹងមេរៀនថ្មីមួយទៀតបាទដែលមេរៀននេះដែរគឺកម្រិត HSK កម្រិត3វាមានពាក្យ HSK កម្រិត3នៅក្នុងហ្នឹងហើយសម្រាប់ចំណងជើងនៃអត្ថបទរបស់យើងគឺជាវហ៊ូឈើឡាយឡាជាវហ៊ូឈើឡាយឡាគឺយើងបកថារថយន្តសង្គ្រោះបន្ទាន់មកហើយបាទអញ្ចឹងយើងចង់ដឹងថាតើអត្ថបទរបស់យើងមិនយើងចូលទៅមើលអ្នកគ្នាបាទក្នុងនេះខ្ញុំអត់មានដាក់ជាពាក្យកលឿយទេគឺបានន័យថាខ្ញុំដាក់អត្ថបទសន្ទនានឹងទាំងមូលមកហើយធ្វើការបកប្រែយកម្ដងអញ្ចឹងបងប្អូនទាំងនេះអាចធ្វើការកត់ចំណាំបានបាទកត់ចំណាំនៅពាក្យបាក់មួយចំនួនហើយនឹងមើលទៅលើការបកប្រែនឹងទាំងអស់គ្នាបាទដោយការស្កិចសន្ទនារបស់យើងហ្នឹងគឺមាន2នាក់គឺមានតាឡុងហើយនឹងលូរ៉ិនហ្នឹងគឺអ្នកដំណើរណាបាទនេះតាឡុងគាត់ថានីនឹងប៉ាំងប៉ាំងវ៉ាម៉ានីនឹងប៉ាំងប៉ាំងវ៉ាម៉ាតើអ្នកអាចជួយខ្ញុំបានទេប៉ាំងប៉ាំងនេះគឺជួយណាប៉ាំងជូវ៉ាម៉ាឬក៏ប៉ាំងប៉ាំងវ៉ាម៉ាក៏ដូចគ្នាបាទអញ្ចឹងអ្នកអាចជួយខ្ញុំបានទេហើយលូរ៉ិនគាត់សួរនេះចាំមកឡោះអ្នកយ៉ាងម៉េចហើយនេះចាំមកឡោះអ្នកយ៉ាងម៉េចហើយតាឡុងគាត់ឆ្លើយ我被一辆电动车撞了我被一辆电动车撞了ខ្ញុំបីនេះគឺត្រូវបានខ្ញុំត្រូវបានម៉ូតូអគ្គិសនីមួយគ្រឿងបាទនេះអ៊ីឡាំងទៀនតុងឈើហ្នឹងគឺម៉ូតូអគ្គិសនីម៉ូតូអគុយគេហៅម៉ូតូអគុយកង់អគុយយើងកង់អគុយបុកហើយជាន់លគឺបុកហើយបាទខ្ញុំត្រូវបានកង់អគុយបុកកង់អគុយមួយគ្រឿងបុកហើយបាទហើយអ្នកដំណើរក៏សួរទៀតលូរ៉ាន់វិននេះនឹងចាន់起来吗នេះនឹងចាន់起来吗តើអ្នកអាចចាន់起来នេះគឺក្រោកឈរណាក្រោកឈរតើអ្នកអាចក្រោកឈរបានទេហើយតាឡុងក៏ឆ្លើយ不能មិនអាចទេ我现在感觉背很疼我现在感觉背很疼ខ្ញុំឥឡូវនេះមានអារម្មណ៍ថាណា感觉ខ្ញុំឥឡូវនេះមានអារម្មណ៍ថា背គឺខ្នង很疼ខ្នងរបស់ខ្ញុំគឺឈឺណាស់បាទអញ្ចឹងថាมันអាចក្រោកឈរបានទេពុនឹងมันអាចទេខ្ញុំមានអារម្មណ៍ថាខ្ញុំឥឡូវនេះមានអារម្មណ៍ថាខ្នងរបស់ខ្ញុំឈឺខ្លាំងណាស់ឥឡូវយើងមកបន្តទៀតហើយលូរ៉ាន់គាត់និយាយទៀតបាទនេះហើយនឹងតង់មកតើអ្នកអាចកម្រើកបានទេអាតង់នេះគឺកម្រើកឬក៏ធ្វើសកម្មភាពអីមួយណាបាទនេះហើយនឹងតង់មកតើអ្នកអាចកម្រើកបានទេឥឡូវនេះយើងអាចនិយាយចឹងបានបាទតង់ពូលាវនេះខាងក្រោមនេះអញ្ចឹងថាយើងមិនអាចកម្រើកបានទេគឺយើងនិយាយមកតង់ពូលាវតង់អីចឹងណាអញ្ចឹងនេះគឺជាសំណួរមួយដែលយើងអាចទិញទុកឲ្យចាំថានេះហើយនឹងតង់មកមិនតង់យល់ណានេះគឺតង់កម្រើកយល់គឺតង់សលេងទី3នេះហើយនឹងតង់មកអ្នកអាចកម្រើកបានអត់我好像动不了了ខ្ញុំ好像នេះគឺដូចជាហាក់ដូចជាបាទ我好像动不了了ខ្ញុំហាក់ដូចជាកម្រើកមិនបានទេ动不了了នេះកម្រើកមិនបានទេបាទ我的腿也很疼我的腿也很疼ហើយជើងរបស់ខ្ញុំនឹងក៏ឈឺខ្លាំងដែរនេះជើងទាំងមូលនេះបាទជើងតាំងពីផ្លូវដល់ក្រោមហ្នឹងជើងធួយហ្នឹងបាទហើយលូរ៉ាន់គាត់និយាយទៀតអាយ៉ាអានេះបានន័យថាគាត់ភ្ញាក់ផ្អើលថាអាយ៉ា你的腿流血了你的腿流血了ជើងអាយ៉ាជើងរបស់អ្នកហូរឈាមហើយបាទលាវសៀនេះគឺហូរឈាមលាវសៀបាទគឺហូរឈាមហើយបាទហើយតាឡុងណា你可以帮我给我的同学打个电话吗你可以帮我给我的同学打个电话吗នេះគឺស្រួលទេបាទតើអ្នកអាចជួយខ្ញុំបាទទេទូរស័ព្ទកៃវត្តធងជាបាទទេទូរស័ព្ទទៅកាន់មិត្តរួមថ្នាក់របស់ខ្ញុំបានដែរឬទេបាទនេះកន្លែងនេះកៃសេតាទៀងហោបាទកៃឲ្យនរណាគេតាទៀងហោបាទទូរស័ព្ទទៅនរណាគេតែខ្មែរយើងគឺយើងដាក់ទូរស័ព្ទមុនបានយើងនិយាយនេះក្រោយតែចិនធ្លាប់គេនិយាយឲ្យហើយបានធ្វើអីគេបាទតែដាក់បានដូចគ្នាដូចថា
ní khởi bang bó tả tiếng hoa cây và tờ thông xuyên có bạn được nhiều lại nữa nè và trong những ai tập lọc này bạn lên màต่อ tiết 我同学叫苏南我同学叫苏南មិត្តរួមថ្នាក់របស់ខ្ញុំគឺឈ្មោះស៊ូណានបាទមិត្តរួមថ្នាក់របស់ខ្ញុំឈ្មោះស៊ូណាន我手机里我手机里有他的电话号码เนี่ย我手机里有他的电话号码នៅក្នុងទូរស័ព្ទរបស់ខ្ញុំណា我手机里เนี่ยនៅក្នុងទូរស័ព្ទរបស់ខ្ញុំ有他的电话号码មាន号码នេះគឺលេខទូរស័ព្ទណាលេខ电话号码គឺលេខទូរស័ព្ទណាអញ្ចឹងមានលេខទូរស័ព្ទរបស់គាត់បាទ我的手机里有他的电话号码អូខេយើងមកបន្តទៀត手机在我的包里手机在我的包里បាទទូរស័ព្ទនៅក្នុងកាបូបខ្ញុំបាទទូរស័ព្ទនៅក្នុងកាបូបខ្ញុំបាទហើយយើងបន្តមកទៀតហើយលោករិនគាត់និយាយទៀត我跟他说了កន្លែងនេះបានកែកន្លែងនេះគឺលណា我跟他说了ខ្ញុំបាននិយាយជាមួយគាត់ហើយបាទខ្ញុំបាននិយាយជាមួយគាត់ហើយ可是ប៉ុន្តែថាការគាត់ឡាយគាត់បញ្ញាប់មកបាទប៉ុន្តែគាត់បញ្ញាប់មកការជីងគាត់ឡាយនេះស្មើនឹងពាក្យបញ្ញាប់មកការនេះគឺការជីងណាបាទ要一个小时ត្រូវការពេល1ម៉ោងបាទត្រូវការពេល1ម៉ោងបាទដើម្បីមកដល់កន្លែងហ្នឹងអញ្ចឹងថាខ្ញុំបាននិយាយមួយគាត់ហើយក៏ប៉ុន្តែគាត់បញ្ញាប់មកហ្នឹងគឺត្រូវការពេល1ម៉ោងដើម្បីមកដល់បាទហើយតាឡងគាត់និយាយទៀត那请你帮我打电话叫救护车吧那请你帮我打电话叫救护车吧អញ្ចឹងណានេះគឺអញ្ចឹងបាទអញ្ចឹងសូមអ្នកជួយខ្ញុំទេទូរស័ព្ទហៅបាទទេទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ផងបាទអញ្ចឹងសូមអ្នកជួយខ្ញុំទេទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ផងបាទនេះចៅ救护车បាទហើយគាត់និយាយបន្តទៀត我感觉越来越难受了我感觉越来越难受了ខ្ញុំមានអារម្មណ៍ថាយូរទៅកាន់តែពិបាកទៅហើយបាទណាសូនេះគឺពិបាកបាទហើយលោករិនគាត់និយាយទៀតហ៎អូខេបាទណាបាន我现在就打120ឥឡូវនេះខ្ញុំនឹងទេទូរស័ព្ទទៅលេខ120បាទ120បាទ120នេះគឺ120ហ្នឹងបាទអញ្ចឹងគាត់ទេទូរស័ព្ទទៅ需要我扶你起来吗需要我扶你起来吗បាទត្រូវការខ្ញុំគ្រាអ្នកងើបឡើងដែរឬទេបាទពាក្យ 扶នេះគឺបានន័យថាគ្រាឬក៏នេះអញ្ចឹងណាទប់អញ្ចឹងណាបាទគ្រាអ្នកងើបឡើងទេបាទហើយតាឡងគាត់និយាយទៅថា不行អត់ទេអត់បានទេ我可能骨折了我可能骨折了បាទថាអត់អាចទេខ្ញុំប្រហែលជាបាក់ឆ្អឹងហើយបាទគូចរនេះគឺបាក់ឆ្អឹងឬក៏ប្រេះឆ្អឹងឬក៏អីហ្នឹងណាមានបញ្ហាឆ្អឹងអញ្ចឹងណាបាទ还是等救护车来吧还是等救护车来吧ត្រូវរងចាំឡានមកដល់ឡានសង្គ្រោះបន្ទាន់មកដល់វិញល្អជាងបាទកន្លែងនេះកន្លែងពាក្យហើយសឹកនេះគឺយើងមិនមែនបកថាឬក៏ទេកន្លែងនេះថាបានន័យថាយើងអត់ធ្វើអានេះមួយប៉ុន្តែយើងធ្វើអាមួយទៀតបាទអញ្ចឹងយើងប្រើពាក្យហើយសឹកដូចគ្នា只是我的腿一直在流血只是我的腿一直在流血ក៏ប៉ុន្តែបាទជាប៉ុន្តែគ្រាន់តែជើងរបស់ខ្ញុំនេះវត្តធួយជើងរបស់ខ្ញុំនេះហូរឈាមរហូតបាទ一直在流血ហូរឈាមរហូត可以请你帮我按住伤口止血吗អាចសូមឲ្យអ្នកជួយខ្ញុំខ្ទប់បាទអានជុនេះគឺខ្ទប់ឬក៏បិទសាងខោនេះគឺមុខរបួសបាទអាចឲ្យអ្នកជួយខ្ទប់មុខរបួសខ្ញុំជឺជាបាទខាត់ឈាមបានទេបាទ
chẳng lại nâng ra khơi chuyện này bằng wo an chủ sang khổ chữ xía màអាចបាអាចសូមឲ្យអ្នកជួយគប់មុខរបួសរបស់ខ្ញុំដើម្បីខាត់ឈាមបានទេហើយលោករឿងក៏ឆ្លើយហត់ទៅហើយតមកទៀតchiêu hụ trở lại là họ tớiនេះគឺអូខេអូខេបានហើយគាត់និយាយថាអូឡានសង្គ្រោះបន្ទាន់មកដល់ហើយមកហើយ chiêu hụ trở lại là បាទលេបបន្តមកទៀតហើយតាឡងគាត់និយាយថា请你再给我的同学打个电话请你再给我的同学打个电话បាទថាកន្លែងនេះគាត់សុំអ្នកទូរស័ព្ទទៅកាន់មិត្តរួមថ្នាក់របស់ខ្ញុំទៀតបានទៀតនេះកន្លែងហ្នឹងគាត់បើថាមុនហ្នឹងគាត់ទៅម្ដងហើយអញ្ចឹងឥឡូវចែកគេថាទៅ同学打个电话បាទឲ្យទេទូរស័ព្ទទៅកាន់មិត្តរួមថ្នាក់របស់គាត់ម្ដងទៀតបាទ告诉他បាទប្រាប់ទៅគាត់បាទ告诉他我去医院了我去医院了ខ្ញុំទៅមន្ទីរពេទ្យហើយ医院មន្ទីរពេទ្យណាបាទប្រាប់គាត់ថាខ្ញុំទៅមន្ទីរពេទ្យហើយបន្តមកទៀតគាត់និយាយបន្តមកទៀត如果警察来了如果警察来了ប្រសិនបើប៉ូលីស警察នេះគឺប៉ូលីសប្រសិនបើប៉ូលីសមកបាទ你能跟警察说你看到的情况吗你能跟警察说你看到的情况吗បាទអ្នកអាចនិយាយជាមួយបាទសួរនេះ跟警察说និយាយជាមួយប៉ូលីស你看到的情况吗ស្ថានភាពបាទ情况នេះគឺស្ថានភាពអញ្ចឹងកន្លែងហ្នឹងគេបកថាអ្នកអាចនិយាយជាមួយនឹងប៉ូលីសអំពីស្ថានភាពដែលអ្នកបានមើលឃើញដែរឬទេបាទហើយលោករិនគាត់ឆ្លើយមកបាទហត់ទៅអូខេបាទនេះពាក្យតាំងស៊ីននេះគឺបារម្ភបាទពាក្យតាំងស៊ីនកុំបារម្ភអញ្ចឹងអ្នកកុំបារម្ភបាទនេះអ្នកកុំបារម្ភ我会跟警察说我会跟警察说的ខ្ញុំនឹង会ឡើយនេះគឺមិនបកថាចេះណាបកថានឹងវិញបាទ我会跟警察说的ខ្ញុំនឹងនិយាយជាមួយនឹងប៉ូលីសបាទកន្លែងនេះមិនថាខ្ញុំចេះនិយាយមួយប៉ូលីសនឹងបកត្រូវទេកន្លែងហួយនេះក៏ពិតទៅគឺចេះតែក្នុងនេះគឺពេលប្រយោគនេះគឺយើងនិយាយថានឹងវិញបាទនឹងវិញកន្លែងនេះបាទហើយតាឡងគាត់谢谢你បាទហើយអត្ថបទនេះគឺមានតែប៉ុណ្្នឹងទេបាទតែចំណងជើងរបស់វាគឺជាវហ៊ូឈើឡាយឡាបាទដោយសារតែតាឡងគាត់ត្រូវបានអ៊ីលៀងទៀនតុងឈើជាន់ឡាបាទចឹងគាត់មានរបួសបាទហើយសម្រាប់អត្ថបទនេះខ្ញុំអត់មានបានសរសេរនៅពាក្យកលឹះមួយទេអញ្ចឹងតកតងនឹងពាក្យនីមួយដែលយើងបានបកមកហ្នឹងគឺអាចធ្វើការកត់ទុកបានហើយយើងរំលឹកវាទៀតដើម្បីយើងឆាប់និយាយបានបាទអរគុណគឺវីដេអូនេះមានតែប៉ុណ្ណឹង